អ្វីទៅជាការរលាកប្រព័ន្ធទឹកមូត្រស្រួចស្រាវការរលាកប្រព័ន្ធទឹកមូត្រគឺជាការកកើតនៃមេរោគនៅក្នុងប្រព័ន្ធបង្ហូរទឹកនោមមួយប្រភេទនៃការរលាកបំពង់ទឹកមូត្រអាចមានការលាងតម្រងនោមស្រួចស្រាវ pyelonephritis aiguë ការរលាកប្លោកនោមស្រួចស្រាវ cystitis aiguë ការរលាកប្រូស្តាតស្រួចស្រាវ prostate aiguë ដែលរោគសញ្ញានោមទាស់ dysuria នោមញឹក polycythemia នោមក្រហាយ bruller misonel ក្តៅខ្លួន fever 3ការធ្វើរោគវិនិច្ឆ័យការធ្វើរោគវិនិច្ឆ័យផ្អែកលើរោគសញ្ញា clinic ដែលអ្នកជំងឺមានបូករួមនឹងការបណ្ដុះមេរោគក្នុងឈាមនិងទឹកនោមរួមផ្សំនឹងការពិនិត្យឈាម NFS procalcitonin CRP ថតពោះ ASP ដើម្បីរកមើលគ្រោះតម្រងនោមធ្វើអេកូពោះ echography abdominal ដើម្បីបញ្ជាក់ថាមានគ្រោះការរីកតាមបង្ហូរនោមក្រពេញប្រូស្តាតប្លោកនោមធ្វើ scan តម្រងនោមបើចាំបាច់4ការព្យាបាលបើអ្នកជំងឺមានបញ្ហារលាកប្រព័ន្ធទឹកមូត្រស្រួចស្រាវលោកអ្នកចាំបាច់ត្រូវមកទទួលការព្យាបាលនិងពិគ្រោះជំងឺជាមួយវេជ្ជបណ្ឌិតដើម្បីធ្វើរោគវិនិច្ឆ័យនិងតាមដានស្ថានភាពជំងឺការព្យាបាលត្រូវប្រើប្រាស់ថ្នាំអង់ទីប៊ីយោទិកដោយពឹងផ្អែកលើលទ្ធផលបណ្ដុះមេរោគខាងលើហើយរយៈពេលនៃការព្យាបាលប្រែប្រួលទៅតាមប្រភេទនៃការរលាកបំពង់ទឹកមូត្រនិងប្រភេទមេរោគ5ផលវិបាកចំពោះអ្នកជំងឺដែលមិនបានទទួលការព្យាបាលត្រឹមត្រូវអ្នកជំងឺអាចមានផលវិបាកដូចជាខ្សោយតម្រងនោមabscess នៅប្រព័ន្ធបង្ហូរទឹកមូត្រវិវត្តទៅរកការរលាកប្រព័ន្ធទឹកមូត្របើលោកអ្នកមានបញ្ហាដូចរៀបរាប់ខាងលើសូមមកពិគ្រោះជំងឺនៅមន្ទីរពេទ្យកាល់ម៉ែតជាមួយគ្រូពេទ្យឯកទេសជំនាញដើម្បីធ្វើរោគវិនិច្ឆ័យនិងព្យាបាលប្រកបដោយប្រសិទ្ធភាព